មេតាប្រែថាការរាប់អានរកអ្នកដែលបានរួមកើតស្លាប់គ្រប់គ្នាប្រាថ្នាសុខឆាប់ឆាប់ប្រញាប់ចង់រួចពីទុក្ខាសត្វលោកស្រឡាញ់ខ្លួនឯងណាស់កិលេសសែនក្រាស់គ្រប់អាត្មាព្រះឲ្យយកខ្លួនជាឧបមាសត្វក្នុងលោកាប្រាថ្នាសុខអធ្យាស្រ័យសត្វមិនដូចគ្នាចាត់ចែងការងារតាមភូមិស្រុកប៉ុន្តែសត្វលោកប្រឹងសម្រុកធ្វើការយកសុខដូចតែគ្នាកាលណាបានយល់ដូច្នេះហើយចម្លើយដ៏ល្អគឺភាវនាចម្រើនមេត្តាជ្រោចគង្គាព្រួញពឹសខ្លាយជាបុប្ផាស្រស់ដើម្បីបានសុខក្នុងជីវិតត្រូវតែមានមិត្តឲ្យបានល្អនិងមានគំនិតថ្លៃបវរសន្សំធម៌សសាងជំរកជីវិតមានទុក្ខជាធម្មតាប្រៀបដូចជលសាមានរលកប៉ុន្តែបញ្ញាស្រាវជ្រាវរកចាប់យកសុខស្ងប់ត្រឡប់វិញដឹងថាទុក្ខពិតតែចិត្តស្ងប់នេះហើយជាទ្រព្យត្រូវបំពេញទុក្ខកាយតែចិត្តមិនមនោមនិញជីវិតពោពេញដោយស្មារតីវិញ្ញាណមានធម៌ជាអាហារទើបបានសុខាទាំងប្រុសស្រីសុចរិតធម៌សជាចំណីសិរីសួស្តីមានរាល់ឆ្នាំកូនមេឪពុកក្នុងផែនផុសធាននេះតាំងពីដើមរហូតមកគ្រប់យ៉ាងជារបស់គូគ្នាមានងងឹតមានភ្លឺមានល្អមានអាក្រក់ប្រសិនបើឲ្យរើសចំពោះរបស់ដែលខ្លួនឯងពេញចិត្តហើយគ្រប់គ្នារមែងប្រាថ្នាតែរបស់ដែលល្អតែតាមពិតសេចក្តីប្រាថ្នានោះគឺទាល់តែមានការប្រព្រឹត្តឲ្យបានល្អត្រឹមត្រូវទើបអាចសម្រេចទៅបានការដើរផ្លូវពោលគឺការប្រតិបត្តិដើម្បីឲ្យបានទៅដល់សេចក្តីល្អសមតាមបំណងប្រាថ្នាគឺការស្រឡាញ់អ្នកដទៃជាការស្រឡាញ់ដោយសេចក្តីរាប់អានស្រឡាញ់ដោយមេត្តាព្រោះថាការស្រឡាញ់អ្នកដទៃបែបនេះអាចដោះស្រាយនៅបញ្ហាបានដោយចំពោះគឺបញ្ហាបៀតបៀនធ្វើឲ្យលោកនេះមានតែសុខសន្តិភាពមេត្តាជាធម៌សាងលោកនិងទ្រទ្រង់លោកការស្រឡាញ់អ្នកដទៃដោយធម៌មេត្តានឹងកើតឡើងបានឪសូមប្រាប់ដល់កូនដូចតទៅ 1. សូមឲ្យកូនសម្លឹងមើលអ្នកដទៃថាជាមិត្តរួមកើតរួមចាស់រួមឈឺរួមស្លាប់ជាមួយគ្នាទាំងអស់មិនថាអតីតអនាគតឬបច្ចុប្បន្នឡើយ 2. សម្លឹងមើលផ្នែកល្អនៃសត្វលោកនិងសម្លឹងមើលបំណងប្រាថ្នានៃសត្វលោកដែលចង់បានសេចក្តីសុខដូចគ្នាព្រមទាំងសម្លឹងមើលសង្ខារលោកតាមសេចក្តីពិត 3. មានសេចក្តីសន្តោសគឺមានការពេញចិត្តតាមមានតាមបានជាមួយភូមិឋានក្នុងជីវិតមានបានយ៉ាងណាក៏ព្រមល្មមយ៉ាងនោះមិនប្រកាន់ស្អិតព្រោះឃើញដល់ហេតុដែលសមគួរជាមួយផលសូមឲ្យកូនគិតថាមានក៏ល្អមិនមានក៏បានពេញចិត្តចំពោះរបស់ដែលសមគួរគឺរបស់ដែលបានមកដោយសុចរិតចិញ្ចឹមជីវិតដោយទ្រព្យត្រជាក់ត្រជុំ 4. មានការតាំងចិត្តមាំឃើញទោសនៃសេចក្តីខ្ជិលឃើញគុណប្រយោជន៍នៃសេចក្តីព្យាយាមកាលបានជួបនៅរបស់ដែលមិនជាទីប្រាថ្នាត្រូវកូនធ្វើទុកក្នុងចិត្តថាលៀបយួសសុខទុក្ខសរសើរនន្ទាអត់លៀបអត់យួសជាច្បាប់ធម្មតារបស់ជីវិតបើក្តៅខ្លាំងកូនត្រូវពាក់មួកឬបាំងឆាប់កូនមិនត្រូវខឹងបន្ទុះនឹងក្តៅឡើយចំណុចទី1និងទី2ជាហេតុចិត្តនៃចិត្តមេត្តាចំណុចទី3សេចក្តីសន្តោសរារាំងលោភៈព្រោះបើលោភៈច្រើននាំឲ្យខូចការរាប់អានរហូតនាំចូលទៅរកការបៀតបៀនទៀតផងចំណុចទី4គឺការព្យាយាមជាគូនឹងសន្តោសញ៉ាំងជីវិតឲ្យមានស្ថិរភាពជាប្រយោជន៍ដល់ការរក្សានូវគុណធម៌ម្យ៉ាងទៀតការមិនញាប់ញ័រនឹងលោកធម៌មិនទាស់ចិត្តជាមួយនឹងរបស់ធម្មតាឈ្មោះថាមានធម៌ជាទីពឹងបុគ្គលមានធម៌ជាទីពឹងរមែងមិនខឹងក្រោធជាមួយអ្នកដទៃឡើយចូលកូនចាំទុកថាខឹងក្រោធនឹងអ្នកដទៃគឺលុតជង្គង់អង្វរសូមសេចក្តីសុខពីអ្នកដទៃឯការស្រឡាញ់រាប់អានអ្នកដទៃជាការចែកនៅសេចក្តីសុខដែលខ្លួនមានយ៉ាងសម្បូរឲ្យដល់អ្នកដទៃ
បើកូនចេះស្រឡាញ់រាប់អានអ្នកដទៃប្រកបទៅដោយធម៌មេត្តាហើយកូននឹងបាននូវសេចក្តីល្អសមតាមបំណងប្រាថ្នាបីដូចកូនមាសឪពុកមានទេវតាតាមថែរក្សាអីចឹងឯងកូនមាសឪពុកកូនក៏បីនឹកជានិច្ចនៅពេលដែលកូនមានការធុញទ្រាន់ក្នុងការរៀនសូត្រសូមកូនគិតថាការរៀនសូត្រជាទ្វារចូលទៅរកសេចក្តីសម្រេចការរៀនសូត្រជាទ្វារចូលទៅរកសេចក្តីសុខការរៀនសូត្រជាទ្វារចូលទៅរកជ័យជំនះវិជ្ជាទុកជាភ្នែកការប្រព្រឹត្តទុកជាជើងកូនមេឪពុកបើកូនប្រាថ្នាជាមនុស្សល្អកូនគួរដឹងពេលវេលានិងគួរបដិបត្តិឲ្យត្រូវពេលដល់ពេលញ៉ាំកូនត្រូវញ៉ាំដល់ពេលគេងកូនត្រូវគេងដល់ពេលក្រោកកូនត្រូវក្រោកដល់ពេលរៀនកូនត្រូវរៀនដល់ពេលលេងកូនសឹមលេងដល់ពេលដែលត្រូវធ្វើនៅអ្វីណាកូនត្រូវតែធ្វើនៅអ្វីនោះឲ្យពិតប្រាកដពេលវេលាទំពាស៊ីនៅសពសត្វកូនមេឪពុកបើកូនជួយខ្លួនឯងមិនបានអ្នកខុសគឺពុកនិងម៉ែតែបើកូនជួយខ្លួនឯងបានអ្នកដែលសប្បាយចិត្តជាងគេគឺឪពុកម្ដាយរបស់កូននឹងឯងពេលមានបញ្ហាតាក់ទងនឹងកូនត្រូវកូនរកហេតុនៃបញ្ហាហើយយកមកពិចារណាកែខៃកូនត្រូវដោះស្រាយបញ្ហាដោយបញ្ញាកុំដោះស្រាយបញ្ហាដោយការខឹងក្រោធឲ្យសោះនៅពេលខឹងមនុស្សយើងតែងតែល្ងងកូនមេឪពុកប្រាថ្នាឲ្យកូនបានចូលដល់សេចក្តីល្អ10ប្រការ 1. កូនត្រូវជាអ្នកមានសីលធម៌ប្រចាំខ្លួន 2. កូនត្រូវស្វែងរកការចេះដឹងមកដាក់ខ្លួន 3. កូនត្រូវគប់រកតែជាមួយមិត្តពិតប្រាកដ 4. កូនត្រូវជាមនុស្សប្រដៅងាយ 5. កូនត្រូវចេះជួយកិច្ចការអ្នកដទៃ 6. កូនត្រូវចេះស្រឡាញ់ធម៌សប្បុរស 7. កូនត្រូវមានព្យាយាមដោយអំណត់អត់ធន់ 8. កូនត្រូវសន្តោសចំពោះបច្ច័យ 4 9. កូនត្រូវមានស្មារតីដឹងមុខនេតិរបស់ខ្លួន 10. កូនត្រូវដឹងសេចក្តីពិតរបស់ជីវិតគឺត្រូវដឹងថាគ្រប់ជីវិតដែលកើតមកហើយរមែងបែកធ្លាយជាធម្មតាទើបមិនគួរប្រមាថក្នុងជីវិតនឹងត្រូវរកផ្លូវឲ្យបានផុតទុក្ខដោយការប្រព្រឹត្តតែអំពើល្អឪពុកសូមឲ្យកូនកុំជាមនុស្សដែលមិនចេះគ្រប់សូមឲ្យកូនបានស្គាល់រសជាតិនៃការគ្រប់គ្រាន់និងសូមឲ្យកូនចាំទុកថាមិនមានរបស់ណាក្នុងโลกដែលអាចធ្វើឲ្យកូនបានឆ្អែតគ្រប់គ្រាន់ក្រៅតែពីខ្លួនឯងព្រមទទួលគ្រប់នោះទេនិងម្យ៉ាងទៀតក្នុងโลกនេះដែរមិនមានអ្វីណាដែលល្អសម្រាប់ខ្លួនកូនឲ្យក្រៃលែងជាងកូនជាមនុស្សល្អនោះទេសម្បត្តិក្នុងโลกមិនអាចគ្រប់មិនអាចបញ្ឈប់នៅតណ្ហាមានតែខ្លួនឯងឈប់ត្រូវការដោយសារបញ្ញាទើបបានគ្រប់សម្បត្តិក្នុងโลกមិនអាចល្អស្មើនឹងធម៌សនាំចាក់ភពធម៌ពិតកូនឪត្រូវសេពគប់ព្រមទាំងគោរពខ្លួនឯងផងកូននេះឪពុកនាទីដែលកូនត្រូវបដិបត្តិចំពោះអ្នកដទៃជាទូទៅដោយការឲ្យនៅទឹកចិត្តល្អស្មោះរបស់កូន 1. កូនត្រូវសម្លឹងមើលមនុស្សគ្រប់គ្នាដែលបានជួបដោយក្រសែភ្នែកជាមិត្ត 2. កូនត្រូវចេះញញឹមឬមានទឹកមុខស្រស់ស្រាយជាមួយមនុស្សទាំងឡាយ 3. កូនត្រូវចេះសម្លឹងមើលផ្នែកល្អរបស់មនុស្សកូនត្រូវយល់ថាអ្នកដែលបានកើតមកជាមនុស្សសុទ្ធតែជាអ្នកធ្លាប់បានធ្វើល្អកូនមិនត្រូវមាក់ងាយអ្នកណាម្នាក់ឡើយ 4. កូនត្រូវចេះគួរសមដោយរបៀបល្អគ្រប់យ៉ាងដូចជាញញឹមរកសំពះអោនក្បាលបន្ទន់ខ្លួនតាមឋានៈរបស់ខ្លួននិងតាមឋានៈរបស់អ្នកដទៃ 5. កូនត្រូវចេះស្ដាប់អ្នកដទៃនិយាយកុំនិយាយកាត់ដោយឥតរបៀបបើនិយាយត្រូវឲ្យមានប្រយោជន៍ 6. កូនត្រូវចេះប្រើពាក្យទាំងពីរយ៉ាងនេះឲ្យជាប្រចាំគឺពាក្យសូមអរគុណនិងពាក្យសូមអត់ទោស 7. កូនត្រូវនិយាយដោយពាក្យសុភាពពីរោះទាំងចំពោះមុខទាំងកំបាំងមុខ 8. កូនត្រូវចេះឲ្យកម្លាំងចិត្តដោយពាក្យសរសើរជាដើមដល់មនុស្សល្អ 9. កូនត្រូវចេះនិយាយសរសើរ
ក្នុងផ្នែកល្អរបស់មនុស្សណាដែលជាទីស្រឡាញ់ពេញចិត្តរបស់អ្នកដែលកូនកំពុងតែនិយាយជាមួយជាការសរសើរពិតៗ 10 កូនត្រូវចេះបដិសេធនៅអ្វីដែលកូនមិនយល់ស្របតាមដោយមិនឲ្យគេខូចចិត្ត 11 កូនត្រូវរួមសន្ទនាក្នុងអ្វីដែលអ្នកសន្ទនាអាចឲ្យការចេះដឹងមកកូនបាន 12 កូនត្រូវយករឿងល្អៗឬរឿងអ្នកធ្វើល្អមកនិយាយក្នុងពេលសន្ទនា 13 កូនត្រូវអាស្រ័យបញ្ញាពិចារណាចំពោះអ្នកដទៃដែលនៅជុំវិញខ្លួនកូន ដោយកូនមិនត្រូវអាងអំណាចអ្វីមួយហើយចាំតែចាប់កំហុសគេឡើយ 14 កូនគួរតែរកពេលវាសចាកការនិយាយមិនល្អឬវាសចាកការខឹងក្រោធយ៉ាងតិចឲ្យបានមួយថ្ងៃក្នុងមួយសប្តាហ៍ទោះជាថ្ងៃណាក៏បានដែរ 15 កូនត្រូវសាងឧបនិស្ស័យជួយអ្នកដទៃក្នុងការងារអ្វីដែលកូនអាចធ្វើបានដោយមិនសម្លឹងផលតបស្នងពីគេវិញត្រូវសន្សំសន្តានករណាឲ្យកាន់តែមាំទាំមុននឹងលាចាកលោកនេះទៅ ទឹកចិត្តល្អបីដូចជាព្រះព្រំដែលស្ថិតនៅក្នុងខ្លួនមនុស្ស កូនមានឪពុកបើកូនចង់ស្អាតត្រូវរក្សាសីលបើកូនចង់មានត្រូវឲ្យទានបើកូនចង់ឆ្លាតត្រូវចេះសួរបើកូនរៀនដើម្បីនឹងដឹងអ្វីណាមួយត្រូវរៀនដឹងឲ្យច្បាស់លាស់ពិតប្រាកដកូនមានឪពុករៀនដឹងដើម្បីជួយខ្លួនឯងគឺដើម្បីមានខ្លួនជាទីពឹងខ្លួនឯងបានប្រសើរជាងពឹងអ្នកដទៃ កូនមានឪពុកភាសិតបានពោលទុកថាអ្នកស្រែបានស្រូវរមែងឲ្យបាយពួកព្រានទាំងឡាយរមែងឲ្យសាច់ពេទ្យព្យាបាលរោគជាកិច្ចចាំបាច់ឲ្យទានសម្រេចទៅលើចិត្តបុណ្យចំណែកបណ្ឌិតមានពិតក្នុងលោកបានជួបមានជោគព្រោះលោកពោលសុនកូនចង់បានអ្វីកុំឲ្យសោយសុនគិតទុកជាមុនសឹមចូលទៅរកធម្មទានឈ្នះអស់ទានទាំងពួង កូនមានឪពុកកូនចូលសម្ដែងការរីករាយដល់អ្នកដែលឈ្នះកូនគ្រប់ករណីដើម្បីដល់ថ្ងៃក្រោយតទៅនៅពេលដែលកូនឈ្នះគេវិញគេនឹងសម្ដែងការរីករាយមករកកូនដូចគ្នាដែរប៉ុន្តែបើគេមិនបានសម្ដែងការរីករាយមករកកូនទេនោះកូនក៏គួរសម្ដែងនូវការយល់ដល់ចិត្តរបស់គេ